ពីបុរាណទាំង6ឃ្លាដែលមានអត្ថន័យអប់រំសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃឃ្លាទី1ជឿជាក់លើព្រះក៏ប៉ុន្តែចង់អូតជាមុនសិនជាពាក្យអប់រំដែលគេប្រើប្រាស់នៅតំបន់ប្រទេសអារ៉ាប់ពាក្យហ្នឹងមានន័យថាមនុស្សយើងត្រូវតែមានទំនួលខុសត្រូវមានភាពជាម្ចាស់ការលើខ្លួនឯងសិនចាំពឹងពាក់ទៅលើអតិទេពតាមក្រោយដល់ឥឡូវនេះយើងត្រូវប្រឡងក៏ប៉ុន្តែអត់ខំរៀនទេគិតតែពីបនសុំព្រះសុំដូនតាឲ្យជួយគិតថាទៅរួចអត់ឥឡូវនេះហាចង់មានបានខ្លាចទៅជាអ្នកមានតែអត់ប្រឹងរកទេពឹងពាក់លើការបនស្រន់ទាំងស្រុងមនុស្សដែលគ្មានទំនួលខុសត្រូវលើខ្លួនឯងចង់ពឹងតែលើគេសោតចឹងទេវតាណាហ្នឹងមកជួយចឹងហើយបានគេឲ្យបំពេញការងារឲ្យបានល្អជាមុនសិនមានទំនួលខុសត្រូវលើខ្លួនឯងសិនចាំពឹងពាក់ទៅលើទេវតាឬមួយក៏ព្រះតាមក្រោយឃ្លាទី2សមុទ្រដែលស្ងប់ពេកអត់អាចធ្វើឲ្យអ្នកបើកសំពៅមានជំនាញទេទោះតែសមុទ្រដែលលំបាកជួបព្យុះជួបភ្លៀងបានអាចបង្កើតអ្នកបើកសំពៅដល់ពូកែបានឃ្លាហ្នឹងគេប្រើនៅអាមេរិកអង់គ្លេសប្រទេសអាហ្វ្រិកក៏មានប្រើដែរជាឃ្លាដែលមានអត្ថន័យលើកទឹកចិត្តរឿងលំបាកផ្លូវលំបាកដែលអ្នកទាំងអស់គ្នាជួបក្នុងថ្ងៃនេះនឹងធ្វើឲ្យអ្នកទាំងអស់គ្នាពូកែជាងមុនរឹងមាំជាងមុនព្រោះជីវិតយើងឆ្លងផុតព្យុះភ្លៀងច្រើនណាស់ទី3មិនថាចាបនឹងហោះបានខ្ពស់ប៉ុណ្ណាវាគង់តែត្រូវចុះមកដីដើម្បីផឹកទឹកនិងរកចំណីពាក្យហ្នឹងមានន័យថាចែកទោះបីឥឡូវនេះយើងពូកែជាងគេនៅកន្លែងដែលខ្ពស់ជាងគេក៏ប៉ុន្តែមិនត្រូវកអឺតកតមវាយរកមើងងាយអ្នកដែលមានឋានៈទាបជាងយើងទេព្រោះអីមនុស្សយើងត្រូវការពឹងពាក់គ្នាដើម្បីរស់ដូចជាការសាមគ្គីនៅក្នុងប្រទេសជាតិចឹងត្រូវការចូលរួមទាំងអស់មិនថាម្នាក់នងមានវណ្ណៈខ្ពស់ប៉ុណ្ណាត្រូវចូលរួមសាមគ្គីពឹងពាក់គ្នាទៅវិញទៅមកដែរចឹងហើយទោះបីនៅកន្លែងខ្ពស់ក្តីកុំកអឺតកតមកុំក្អេងក្អាងទី4សត្វឥន្ទ្រីនឹងមិនតាមចាប់សត្វរុយទេបើចង់ខ្លាចទៅជាសត្វឥន្ទ្រីកុំខាតពេលជាមួយនឹងរឿងតូចតាចរឿងមិនសមជារឿងដែលអាចដោះស្រាយបានក្នុងរយៈពេល2នាទីដូចជាការត្រូវញ៉ាំអីផាត់ color ពណ៌អីស្លៀកពាក់ពណ៌អីកុំយកពេលវេលារាប់ម៉ោងទៅចំណាយលើរឿង2នាទីណាព្រោះពេលវេលាមនុស្សមានតម្លៃខ្លាំងមែនតើចឹងសម្រាប់រឿងដែលងាយកុំធ្វើដូចជារឿងធំពេកនាំតែបង្ហាញពេលវេលារបស់យើងទេទី5បុរសដែលកំពុងលងក្នុងទឹកឃ្មុំនៅតែលងទឹកដដែលជាពាក្យបដាយនៅក្នុងប្រទេសទូគីដឹងស្រាប់ហើយទឹកឃ្មុំគឺមានតម្លៃខ្លាំងមែនតើមិនថានៅជំនាន់ណាក៏ដោយបុរាណឬមួយក៏សម័យកន្លែងហ្នឹងគេប្រៀបធៀបទឹកឃ្មុំទៅនឹងចំណងអ្វីដែលយើងចង់បានលុយកាក់ទ្រព្យសម្បត្តិមនុស្សដែលស្អាតអីក៏ដោយតែយើងងប់នឹងវាពេកវានឹងបបួកយើងដោយបុរសដែលលងក្នុងទឹកឃ្មុំនៅតែលងដដែលទី6ពាក្យប្រដៅរបស់ប្រទេសរុស្ស៊ីបើអ្នកសម្រេចចិត្តថាដេញចាប់ទន្សាយ2អ្នកនឹងមិនអាចចាប់មួយក្បាលណាបានឡើយដូចជាគោលដៅរបស់មនុស្សចឹងយើងអាចសម្រេចគោលដៅ2ក្នុងពេលតែមួយឡើយតើតែយើងបដោតលើគោលដៅមួយហើយដល់មកចាប់បដោតលើគោលដៅមួយទៀតបែបហ្នឹងបើយើងអាចចាប់យកគោលដៅចាប់យកអ្វីដែលខ្លួនឯងចង់បានមិនធ្វើម្ដងទាំងពីរបដោតលើរឿងទាំងពីរពេលបញ្ចប់អាណាក៏អត់បានសម្រាប់ព្រោះទន្សាយ2វាអត់រត់ផ្លូវជាមួយគ្នាណាបន្ទាប់ពីស្ដាប់ហើយអ្នកទាំងអស់គ្នាជួយចែកឃ្លាបុរាណមួយណាជាងគេដែរកុំភ្លេច comment នៅខាងខ